ប្រិយមិត្តទូតសេចក្ដីទីគោរពសូមជឿតាមដានទស្សនានៅព័ត៌មានសេដ្ឋកិច្ចក្នុងឱកាសទិវាកុមារអន្តរជាតិ1មិថុនានៅស្ថាប័នមួយចំនួនបានរៀបចំពិធីសប្បាយផ្សេងៗគ្នាដើម្បីអបអរសាទរទិវានេះដែលភាគច្រើនបានផ្ដោតទៅលើកុមារស្របពេលជាមួយគ្នានេះដែរសាលាអន្តរជាតិ Modern បានបង្កើតនូវការកម្សាន្តដល់សិស្សានុសិស្សក្នុងគោលបំណងផ្ដល់ភាពរីករាយទាំងផ្លូវកាយនិងផ្លូវចិត្តដល់កុមារតាមការឲ្យដឹងពីតំណាងសាលារៀននេះជារៀងរាល់ឆ្នាំសាលាតែងតែរៀបចំការលេងល្បែងកម្សាន្តនៅក្នុងបរិវេណសាលាប៉ុន្តែនៅឆ្នាំនេះសាលាបាននាំសិស្សានុសិស្សទៅកម្សាន្តនៅខាងក្រៅវិញម្ដងសូមបញ្ជាក់ថាទិវាកុមារអន្តរជាតិ1មិថុនាត្រូវបានប្រារព្ធឡើងជាការយកចិត្តទុកដាក់និងផ្ដល់តម្លៃដល់កុមារព្រោះកុមារគឺជាប្រភពធនធានមនុស្សដ៏សំខាន់សម្រាប់បន្តវេនក្នុងកិច្ចការអភិវឌ្ឍប្រទេសទៅថ្ងៃអនាគត